បាទ5ចំណុចដែលបងប្អូនមិនគួរធ្វើបើមិនចង់ឲ្យ Facebook disable account របស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីហេតុផលខ្លះៗដែល Facebook ធ្វើការ disable account របស់យើងចំណុចទី1ហ្នឹងគឺការដាក់ឈ្មោះ Facebook ខុសពីអត្តសញ្ញាណប័ណ្ណរបស់យើងបាទដូចជាឈ្មោះយើងឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណយើងផ្សេងទេហើយយើងយកទៅដាក់ក្នុង Facebook គឺយើងដាក់ឈ្មោះផ្សេងអីប្លែកៗអញ្ចឹងណាបាទហើយសម្រាប់ Facebook គឺខ្ញុំគិតថា profile Facebook យើងគួរតែដាក់យើងគួរតែដាក់ឈ្មោះពិតទៅហើយបើសិនជា page របស់យើងដាក់អីគេក៏បានដែរខ្ញុំគិតថាអត់អីទេចំណុចទី2គឺការ share ឬក៏ post មាតិកាដែលរើសអើងឬក៏មាតិកាដែលមិនសមរម្យនៅលើ Facebook បញ្ហាហ្នឹងខ្ញុំជួបច្រើនគឺមានបងប្អូនគាត់ comment ផងគាត់ឆាតមកសួរខ្ញុំផងហើយខ្ញុំបានសួរគាត់ថាគាត់មានបានផុសរូបអីដែលមិនសមរម្យអត់គាត់ក៏ប្រាប់ថាគាត់ផុសរូបក្មួយរូបអីចឹងណាបាទអញ្ចឹងកន្លែងហ្នឹងក៏ Facebook អាចចាប់បានដែរហើយការ share ព័ត៌មានដែលដូចថាបែបអាហារភាការរើសអើងជាតិសាសន៍នឹងក៏ Facebook អាចចាប់ថាយើងបាន share ព័ត៌មានដែលខុសនឹងគោលការណ៍ Facebook ចំណុចទី3កុំប្រើ spam ឬក៏ tool ខុសច្បាប់របៀបថាដូចជាបងប្អូនស្គាល់បង MMO ហ៎បាទគឺគាត់ប្រើ tool សម្រាប់ទៅ comment auto ឬក៏ like auto បាទអញ្ចឹងបានន័យថាបើសិនជាគាត់ទៅសេពាក្យដដែលនៅក្នុង comment ឬក៏យើង add friend ច្រើនអ្នកក្នុងពេលតែមួយដល់ Facebook ក៏អាចចាប់ថាជា spam បានដែរអញ្ចឹង Facebook ឥឡូវគឺប្រើដោយប្រព័ន្ធ AI ច្រើនមែនទែនសូម្បីតែទៅសេ caption ស្រួលហ្នឹងក៏ Facebook អាចចាប់បានដែរចំណុចទី4គឺការ log in មិនប្រក្រតីបាទការ log in មិនប្រក្រតីដូចជាយើងប្រើ VPN ដើម្បី log in ម្ដងនៅតំបន់នេះម្ដងនៅតំបន់នោះអញ្ចឹង Facebook ក៏យល់ថាយើង account យើងក៏ជា account spam ដែរទី5គឺការប្រើ two factor គឺចំណុចហ្នឹងខ្ញុំបានរៀបរាប់ពីវីដេអូមុនហើយគឺ two factor សំខាន់ជួយឲ្យ account របស់យើងមានសុវត្ថិភាពបានន័យថាពេលដែលយើងដាក់ two factor ទៅដូចជាការចាក់សោសុវត្ថិភាព2តង់អញ្ចឹងដាក់ password 2តង់ណាអញ្ចឹង5ចំណុចខាងលើហ្នឹងខ្ញុំសង្ឃឹមថានឹងអាចជួយបងប្អូនហើយបើសិនជាគាត់ disable រយៈពេល180ថ្ងៃក៏អាចមើលវីដេអូខ្ញុំបានដែររបៀបស្នើសុំអញ្ចឹងព្យាយាមការប្រើប្រាស់ Facebook ព្យាយាមធ្វើកុំឲ្យខុស policy របស់ Facebook ដែលខ្ញុំបានរៀបរាប់ទាំងប្រមាណចំណុចខាងលើហ្នឹងបាទនៅមានច្រើនទៀតប៉ុន្តែខ្ញុំលើកយកតែចំណុចគោលសំខាន់ប្រមាណខាងលើហ្នឹងទេបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនដែលគាត់ប្រើ Facebook គឺប្រើដោយប្រុងប្រយ័ត្នដាក់ two factor ឬក៏យើងប្រើឈ្មោះពិតរបស់យើងដូចក្នុងអត្តសញ្ញាណប័ណ្ណរបស់យើងកុំ share ឬក៏ចែកម្លែកព័ត៌មានដែលវាខុស policy ដូចជាពើហិង្សាឬក៏ការវាយតប់មានរូបឈាមរូបអីអញ្ចឹងការ share caption ក៏ដូចគ្នាដែរសូមប្រុងប្រយ័ត្នឲ្យមែនតើ Facebook ឥឡូវគឺចាប់ខ្លាំងមែនតើបាទអរគុណច្រើនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ